បងប្អូនជនរួមជាតិជាទីគោរពថ្ងៃនេះគឺជាថ្ងៃអង្គារ400ខែចែកឆ្នាំមមីឆស័កពុទ្ធសករាជ2558ត្រូវនៅថ្ងៃទី7ខែមេសាគ្រិស្តសករាជ2015នៅពេលនេះសូមអញ្ជើញបងប្អូនជនរួមជាតិតាមដានទស្សនាព័ត៌មានសង្ខេបនៅថ្ងៃនេះដូចតទៅប្រធានក្រុមតំណាងរាជគណៈបកធំទាំងពីរជួបពិភាក្សាគ្នាពីសមាជិកថ្នាក់ដឹកនាំកោជបថ្មីកាលពីល្ងាចថ្ងៃច័ន្ទម្សិលមិញនេះប្រធានក្រុមតំណាងរាជមតិភាគតិចដឹកនាំដោយលោកសំរាំងស៊ីបានជួបជាមួយប្រធានក្រុមតំណាងរាជមតិភាគច្រើនដឹកនាំដោយលោកសខេនៅមន្ទីររដ្ឋសភាដើម្បីពិភាក្សាការងារស្ដីពីការរៀបចំសមាជិកកោជបថ្មីក្រោយកិច្ចប្រជុំចំលោកសំរាំងស៊ីបានថ្លែងបញ្ជាក់ក្នុងសន្និសីទថាគណៈបកទាំងពីរសម្រេចយកលោកហងពុធាធ្វើជាសមាជិកទី9របស់កោជបថ្មីនេះប៉ុន្តែសមាជិកមកពីគណៈបកទាំងពីរម្ខាង4រូបនោះនឹងប្រកាសជាផ្លូវការនៅថ្ងៃទី13ខែមេសាពេលសភាប្រជុំអនុម័តទន្ទឹមនឹងនោះលោកសំរាំងស៊ីក៏បានលើកឡើងពីសារៈសំខាន់នៃវប្បធម៌សន្តិនិកផងដែរការអនុវត្តនៅវប្បធម៌នេះបានធ្វើឲ្យយើងសម្រេចការងារយើងបានកំណត់ជំនួយយើងបានសម្រេចពេញលេញការងារបោះឆ្នោតយើងចាប់ដើមបានកែរដ្ឋធម្មនុញ្ញយកស្ថាប័នកោជបដាក់ក្នុងរដ្ឋធម្មនុញ្ញកំណត់អំពីសមាជិកភាពកោជបថ្មី4មួយឬទៅយើងបានដាក់តែច្បាប់ណាគេគណៈបកទទួលបានដាក់តែច្បាប់ច្បាប់ទី1គឺច្បាប់ស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈកម្មការជាតិប្រចាំការច្បាប់ទី2គឺច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភាជ្រើសតាំងតំណាងរាស្ត្រតែម្ដងច្បាប់ទាំងពីរនេះគឺបានឆ្លងសភាយ៉ាងចូលជាព័ត៌មានជាជាចុងក្រោយគឺការជ្រើសរើសសមាជិកទាំង9នាក់នៃគណៈកម្មការជាតិប្រចាំការហើយថ្ងៃនេះគឺគណៈកម្មការចុងក្រោយរបស់សភាបានទទួលពីអស់ហើយគឺចាប់ពីម៉ោង5កន្លះគឺផិតឈប់ទទួលបានទទួលពីបែបជនមួយចំនួនដែលគណៈកម្មការទាំងពីរជ្រើសរើសបែបជនទី9របស់ពីសង្គមស៊ីវិលគឺបានជ្រើសរើសជំនួយបានឯកជនជាហើយរបស់វិទ្យាតែបែបជនមួយអ្នកទៀតមកពីគណៈកម្មជាជំនួយជាគណៈកម្មសពជាតិនិងជំនាញតាមដោយលោកគណៈកម្មទាំងពីរណាដល់ក្រុមការងារទាំងពីរនឹងជួបជុំគ្នាខាងស្អែកអង្គ5នៅមន្ទីររដ្ឋសភានេះដើម្បីពិនិត្យបេក្ខភាពយកមកសិក្សាហើយដល់ព័ត៌មានឲ្យទៅវិញមកពីនោះអាចនឹងជំរាបបានខ្លះរូបភាពសមាជិកកោជបថ្មីទៅយ៉ាងនេះតែអ្វីដែលចុងក្រោយជាស្ថាប័នដល់ចាប់ថ្ងៃ13ខែមេសានេះរដ្ឋសភានឹងបោះឆ្នោតបញ្ជូនតែខាងជាផ្លូវការសមាជិកទាំង9នៃគណៈកម្មការជាតិចាប់តាមបោះឆ្នោតនិយាយសរុបទៅការងាររវាងថ្នាក់ដឹកនាំគណៈបកទាំងពីររដ្ឋសភានេះគឺបានប្រព្រឹត្តទៅដោយរលូនពាក្យសន្យារបស់យើងដែលយើងបានយកទៅសរសេរចែកក្នុងសេចក្តីថ្លែងការណ៍របស់យើងក្នុងកិច្ចប្រឹងប្រែងនៃគណៈបកទាំងពីរនៅក្នុងសេចក្តីថ្លែងការណ៍នោះដើម្បីយើងបានជាយើងបានធ្វើដល់យើងបានប្រព្រឹត្តតាមអ្វីដែលយើងបានកំណត់អញ្ចឹងមានន័យថាបបបសន្តិភាពនេះជាបបបស័ក្តិសិទ្ធិមានសិទ្ធិភាពមកទៅដំណោះស្រាយត្រឹមត្រូវហើយប្រទេសជាតិយើងត្រូវការដើម្បីធានាឯកក្រោយឲ្យប្រទេសយើងគឺស្គាល់តែសន្តិភាពហើយប្រទេសយើងរដ្ឋបាលមានស្ថិរភាពហើយតែត្រូវតែសន្តិភាពហើយស្ថិរភាពយើងជឿជាក់ថាប្រទេសយើងមានសម័យស្គាល់គ្រប់រឿងសម្រាប់តាមយើងរក្សាបទបសន្តិភាពនេះនឹងអនុវត្តបទបសន្តិភាពឬពូជបទបសន្តិភាពនេះបានចប់ដល់ខ្លោងទ្វារអង្គរសង្ក្រាននៅខេត្តសៀមរាបត្រូវបានគេលួចដុតបំផ្លាញ
នៅថ្ងៃនេះគេហទំព័រ VOD បានចុះផ្សាយថាខ្លោងទ្វារអង្គរសង្ក្រាន្តមួយដែលមានទីតាំងនៅភូមិត្រពាំងសេះសង្កាត់គោកចកក្រុងសៀមរាបត្រូវបានដុតបំផ្លាញកាលពីយប់អធ្រាត្រថ្ងៃអង្គារទី7ខែមេសាក្រោយពីមានការរិះគន់ពីប្រជាពលរដ្ឋមួយចំនួនថាមិនមែនជារចនាបថខ្មែរប្រជាពលរដ្ឋនៅកន្លែងកើតហេតុប្រាប់នៅព្រឹកថ្ងៃអង្គារនេះថាខ្លោងទ្វារនេះត្រូវដុតបំផ្លាញកាលពីវេលាម៉ោងប្រមាណ1យប់និងត្រូវបានពន្លត់វិញនៅម៉ោង7:02យប់នៅព្រឹកនេះសមត្ថកិច្ចនិងអាជ្ញាធរខេត្តសៀមរាបកំពុងតែចុះស៊ើបអង្កេតករណីនេះស្នងការខេត្តសៀមរាបលោកសុនណាឌីមានប្រសាសន៍ថាពិតជាមានការដុតមែនហើយអាជ្ញាធរនិងសមត្ថកិច្ចកំពុងតែប្រជុំពីបញ្ហានេះទីតាំងកន្លែងកើតហេតុស្ថិតនៅចម្ងាយប្រហែល100ម៉ែត្រពីទីបញ្ជាការដ្ឋាននគរបាលបេតិកភណ្ឌដែលតែងតែយាមកាមតំបន់នោះ24ម៉ោងលើ24ម៉ោងគួរបញ្ជាក់ថាការដុតខ្លោងទ្វារនេះកើតឡើងបន្ទាប់ពីមានការរិះគន់ពីប្រជាពលរដ្ឋនៅបណ្ដាញសង្គម Facebook ជាបន្តបន្ទាប់ថាខ្លោងទ្វារនោះជារចនាបថវៀតណាមនិងចិនប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាលោកហ៊ុនម៉ាណីឲ្យដឹងថាក្រុមការងាររៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តនិងព្យាយាមកែលម្អខ្លោងទ្វារសម្រាប់ព្រឹត្តិការណ៍អង្គរសង្ក្រាន្តដើម្បីកុំឲ្យមានការអាក់អន់ចិត្តពីប្រជាពលរដ្ឋក្រុមណាមួយខ្លោងទ្វារអង្គរសង្ក្រាន្តមួយដែលមានទីតាំងនៅភូមិត្រពាំងសេះសង្កាត់គោកចកក្រុងសៀមរាបត្រូវបានគេលួចដុតកាលពីយប់អធ្រាត្រថ្ងៃអង្គារទី7ខែមេសាក្រោយពីមានការរិះគន់ពីប្រជាពលរដ្ឋមួយចំនួនថាមិនមែនជារចនាបថខ្មែរប្រជាពលរដ្ឋនៅកន្លែងកើតហេតុប្រាប់ VOD នៅព្រឹកថ្ងៃអង្គារនេះថាខ្លោងទ្វារនេះត្រូវបានគេដុតបំផ្លាញកាលពីវេលាម៉ោងប្រមាណ1យប់និងត្រូវបានពន្លត់វិញនៅម៉ោង7:02យប់ស្នងការខេត្តសៀមរាបលោកសុនណាឌីមានប្រសាសន៍ថាខ្លោងទ្វារនោះពិតជាមានការដុតមែនហើយអាជ្ញាធរនិងសមត្ថកិច្ចកំពុងតែប្រជុំពីបញ្ហានេះទីតាំងកន្លែងកើតហេតុស្ថិតនៅចម្ងាយប្រហែល100ម៉ែត្រពីទីបញ្ជាការដ្ឋាននគរបាលបេតិកភណ្ឌដែលតែងតែយាមកាមតំបន់នោះ24ម៉ោងលើ24ម៉ោងគួរបញ្ជាក់ថាការដុតខ្លោងទ្វារនេះកើតឡើងបន្ទាប់ពីមានការរិះគន់ពីប្រជាពលរដ្ឋនិងបណ្ដាញសង្គម Facebook ជាបន្តបន្ទាប់ថាខ្លោងទ្វារនោះជារចនាបថវៀតណាមនិងចិនប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាលោកហ៊ុនម៉ាណីឲ្យដឹងថាក្រុមការងាររៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តនឹងព្យាយាមកែលម្អខ្លោងទ្វារសម្រាប់ព្រឹត្តិការណ៍អង្គរសង្ក្រាន្តដើម្បីកុំឲ្យមានការអាក់អន់ចិត្តពីប្រជាពលរដ្ឋក្រុមណាមួយពលរដ្ឋមានទំនាស់ដីជិត20ឆ្នាំនៅបាត់ដំបងអំពាវនាវឲ្យអាជ្ញាធរពន្យាការដោះស្រាយលោកអ្នកនាងជាទីមេត្រីយោងតាមគេហទំព័រអាស៊ីសេរីបានចុះផ្សាយថាប្រជាពលរដ្ឋនៅខេត្តបាត់ដំបង57គ្រួសារដែលមានទំនាស់ដីធ្លីជាមួយមន្ត្រីយោធាក្រសួងការពារជាតិនៅស្រុកថ្មគោលអំពាវនាវឲ្យអាជ្ញាធរខេត្តនិងមន្ត្រីពាក់ព័ន្ធពន្យាការដោះស្រាយប្រកល់ដីឲ្យបានឆាប់ដើម្បីដាំដុះឲ្យទាន់រដូវវស្សាខាងមុខអ្នកភូមិស្វែងរកកិច្ចអន្តរាគមន៍ពីសំណាក់អាជ្ញាធរពាក់ព័ន្ធអស់ជិត20ឆ្នាំមកហើយក៏ប៉ុន្តែពុំទទួលបានលទ្ធផលនៅឡើយទេប្រជាពលរដ្ឋនៅស្រុកថ្មគោលអះអាងថាការទាមទាររបស់ពួកគេកន្លងមកអាជ្ញាធរស្រុកនិងខេត្តបាត់ដំបងបានត្រឹមតែសន្យាជាមួយប្រជាពលរដ្ឋជាបន្តបន្ទាប់ដោយពុំមានដំណោះស្រាយទេគេហទំព័រដដែលនេះបានឲ្យដឹងទៀតថាតំណាងប្រជាពលរដ្ឋម្នាក់ឈ្មោះលោកស្រីចកសុករស់នៅភូមិគ្រោះឃុំអន្លង់រុនស្រុកថ្មគោលខេត្តបាត់ដំបងថ្លែងនៅថ្ងៃទី6មេសាថាដីធ្លីដែលមានទំនាស់នោះមានចំនួន114ហិកតានៅចំណុចភូមិគ្រោះនៃឃុំអន្លង់រុនលោកស្រីបន្តថាដីចំនួននេះដើមឡើយជារបស់ប្រជាពលរដ្ឋចំនួន57គ្រួសារមានបានកម្មសិទ្ធិកាន់កាប់ស្របច្បាប់ដែលចេញដោយអាជ្ញាធរស្រុកត្រឹមត្រូវដីនេះប្រជាពលរដ្ឋមានទំនាស់ជាមួយមន្ត្រីទាហាននៃក្រសួងការពារជាតិម្នាក់ឈ្មោះលោកទាលេនិងប្រធានអង្គភិបដោះមីនកម្ពុជាស៊ីម៉ាក់ឈ្មោះលោកហេងរតនាពិសាលរួមនឹងអ្នកមានទ្រព្យធនក្នុងខេត្តបាត់ដំបងម្នាក់ទៀតដោះស្រាយមិនចេញជិត20ឆ្នាំមកហើយមេឃុំអន្លង់រុនលោកម៉លរួមមានប្រសាសន៍ទទួលស្គាល់ថាដីដែលមានទំនាស់នោះប្រជាពលរដ្ឋទាំង57គ្រួសារពិតជាមានប្លង់កម្មសិទ្ធិកាន់កាប់មែនប៉ុន្តែដីនោះប្រជាពលរដ្ឋមិនបានទៅដាំដុះនិងកាន់កាប់នៅលើដីនោះឲ្យបានជាប្រចាំដោយគូភាគីទំនាស់ម្ខាងទៀតនោះទេលោកបន្តថាបញ្ហានេះធ្វើឲ្យអាជ្ញាធរពិបាកក្នុងការដោះស្រាយប្រគល់ដីនោះតាមការទាមទាររបស់ប្រជាពលរដ្ឋតើតើទៅនឹងបញ្ហានេះដែរមន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាត6ខេត្តបាត់ដំបងលោកយិនមេងលីមានប្រសាសន៍ថាក្នុងរឿងទំនាស់នេះពុំមានអ្វីដោះស្រាយមិនចេញដោយការលើកឡើងរបស់មេឃុំនៅឡើយលោកស្នើឲ្យអាជ្ញាធរខេត្តបាត់ដំបងនិងមន្ត្រីពាក់ព័ន្ធពន្យាដោះស្រាយទំនាស់ដីធ្លីនេះជូនប្រជាពលរដ្ឋឲ្យបានឆាប់ដើម្បីពួកគាត់យកដីទៅដាំដោះស្រាយជីវភាពគ្រួសារជនស្វែងរកសិទ្ធិច្រកកាល់មុងតញ្ញាបន្តឆ្លងដែនចូលមកក្នុងខេត្តរតនគិរីងាកមកឯគេហទំព័រ Cambodia Daily វិញបានចុះផ្សាយថា
អង្គការសហប្រជាជាតិនិងអង្គការសិទ្ធិមនុស្សមួយបានលើកឡើងកាលពីម្សិលមិញថាបន្ទាប់ពីគ្មានសេចក្តីរាយការណ៍ថ្មីរយៈពេលជាង1ខែអំពីជនស្វែងរកសិទ្ធិច្រកកោលម៉ុងតាញ៉ាដែលភៀសខ្លួនចេញពីប្រទេសវៀតណាមចូលមកប្រទេសកម្ពុជានោះជនជាតិម៉ុងតាញ៉ាចំនួន11នាក់បានចូលមកដល់ខេត្តរតនគិរីកាលពីយប់ថ្ងៃអាទិត្យគេហទំព័រ Cambodia Daily ដដែលនេះបានបញ្ជាក់ឲ្យដឹងតាមរយៈលោកឆៃធីមន្ត្រីសម្របសម្រួលរបស់អង្គការសិទ្ធិមនុស្សអាត60ប្រចាំខេត្តនេះបានមានប្រសាសន៍ថាប្រជាពលរដ្ឋក្នុងមូលដ្ឋានបានប្រាប់លោកថាជនជាតិម៉ុងតាញ៉ាទាំងនេះបានមកដល់ស្រុកអណ្ដូងមាសជិតពេលពាក់កណ្ដាលយប់នៅក្នុងអ៊ីមែលមួយលោកស្រីវ៉ាន់ហ៊ីលីតំណាងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថាលោកស្រីដឹងពីការមកដល់របស់ពួកគេលោកស្រីបានមានប្រសាសន៍ទៀតថាយើងក៏បានលើសេចក្តីរាយការណ៍ដូចគ្នានេះដែរតាមដែលយើងដឹងគឺព័ត៌មាននេះអាចទុកចិត្តបានអ្នកភូមិជនជាតិដើមភាគតិចចារ៉ៃម្នាក់ដែលសុំមិនបញ្ចេញឈ្មោះដោយសារភ័យខ្លាចការធ្វើទុកបុកម្នេញពីសំណាក់អាជ្ញាធរបាននិយាយថាជនជាតិម៉ុងតាញ៉ាទាំងនេះដែលមានបុរស10នាក់និងស្ត្រីម្នាក់បានមកដល់ផ្ទះរបស់គាត់នៅក្នុងស្រុកអណ្ដូងមាសកាលពីយប់ថ្ងៃអាទិត្យគាត់បាននិយាយបន្ថែមទៀតថាពួកគេបានប្រាប់លោកថាពួកគេរត់ភៀសខ្លួនពីប្រទេសវៀតណាមពីព្រោះអាជ្ញាធរគំរាមសម្លាប់ពួកគេដោយសារតែពួកគេកាន់សាសនាគ្រិស្តពួកគេម្នាក់បានអង្វរឲ្យលោកជួយហើយប្រាប់លោកថាពួកគេនឹងត្រូវគេសម្លាប់ចោលបើលោកបដិសេធអ្នកភូមិរូបនេះបាននិយាយបន្តថាពេលនេះជនជាតិម៉ុងតាញ៉ាទាំងនេះកំពុងលាក់ខ្លួនក្នុងព្រៃនៅក្នុងស្រុកនេះគាត់និយាយថានឹងទៅមើលពួកគេនៅយប់នេះជាមួយនឹងអង្គរ30កំប៉ុងឲ្យពួកគេដាំបាយពីព្រោះពួកគេធ្វើដំណើរពីវៀតណាមរយៈពេល5ថ្ងៃហើយពួកគេគ្មានអ្វីហូបទេបរិសុទ្ធជនជាតិភាគតិចចារ៉ៃម្នាក់ទៀតដែលបានជួយជនស្វែងរកសិទ្ធិច្រកកោលម៉ុងតាញ៉ាទាំងអស់ជាង90នាក់ដែលបានមកដល់ខេត្តរតនគិរីចាប់តាំងពីខែតុលាមកនោះបាននិយាយថាអ្នកស្រុកមួយចំនួននៅក្នុងតំបន់ដែលជនជាតិម៉ុងតាញ៉ាទាំង11នាក់កំពុងលាក់ខ្លួននោះមិនចង់ឲ្យពួកគេនៅទីនោះទៀតទេគាត់និយាយថាពួកគេមិនចង់ឲ្យប៉ូលីសរំខានពួកគេទេជាការចាប់ផ្ដើមនៅចុងខែតុលាជនជាតិម៉ុងតាញ៉ាដែលជាក្រុមជនជាតិភាគតិចមកពីតំបន់ខ្ពង់រាបភាគកណ្ដាលរបស់វៀតណាមបានចាប់ផ្ដើមឆ្លងដែនចូលមកក្នុងប្រទេសកម្ពុជាជាបន្តបន្ទាប់ជាពិសេសតាមខេត្តរតនគិរីពួកគេភាគច្រើនបានអះអាងថាខ្លួនរត់គេចពីការធ្វើ